ថ្ងៃនេះខ្ញុំមាន diagram ampli មួយយកមកចែកចម្លែកបងប្អូន diagram ដូចខ្ញុំធ្លាប់ធ្វើច្រើនមកហើយក៏ប៉ុន្តែត្រូវតែរំលឹករហូតដើម្បីបានជាគំនិតបានជាបទពិសោធន៍និងបានការយល់ដឹងចំពោះ diagram នេះគឺ diagram driver នេះមានកម្លាំង200 វ៉ាត់ diagram 200 វ៉ាត់ហើយយើងប្រើ transistor តិចtransistor ដាក់តែ6គ្រាប់ទេវាបាន200 វ៉ាត់អញ្ចឹងដូចខ្ញុំធ្លាប់និយាយអញ្ចឹងចំពោះboard របស់ ampli គឺត្រូវតែមានភ្លើងចិញ្ចឹមបានន័យថាភ្លើងបូកដកភ្លើងបូកដកហ្នឹងនៅក្នុង diagram នេះភ្លើងបូកដក24 វ៉ុលហើយ diagram នេះមានកម្លាំង200 វ៉ាត់អញ្ចឹង200 វ៉ាត់អញ្ចឹង driver វានេះជា driver អញ្ចឹងampli មួយអាចដំណើរការបានទាល់តែមានភ្លើងទៅចិញ្ចឹមជើង transistor អញ្ចឹងភ្លើងវាយើងឃើញហើយមាន24 វ៉ុលបូកដកអញ្ចឹង24 វ៉ុលបូកដកអញ្ចឹងយើងចាប់ផ្ដើមមើលបន្តិចមុនដំបូងយើងមើលភ្លើងបូកនេះ24 វ៉ុលនេះមកចិញ្ចឹមជើងសេនៃ transistor 2សង់5200 អញ្ចឹងយើងមើលតទៅទៀតមកញ៉េយើងមើលតទៅទៀតអញ្ចឹងresistance នេះ2គីឡូ7សេរីជាមួយ2គីឡូ7សេរីជាមួយនឹងវ៉ារយ៉ាប1គីឡូនេះអញ្ចឹងភ្លើងបូកវារត់មកចូលជើង B តាមរយៈ resistance 3នេះតាមរយៈ resistance 3នេះឃើញទេហើយជើង C របស់វាឃើញទេភ្លើងនេះឆ្លងកាត់ resistance 2គីឡូ7 2គីឡូ7ឃើញទេអញ្ចឹងភ្លើងហ្នឹងមកតាមនេះចូលជើង C នេះដែរឃើញទេចូលជើង C នេះហើយជើង C នេះចេញពីជើង C នេះមានភ្លើងចូលជើង B នេះអញ្ចឹងភ្លើងបូកនេះចូលមកជើង B នេះដែរអញ្ចឹងឃើញទេភ្លើងទី1ចូលមកជើង C ភ្លើងទី2នេះមកឆ្លងកាត់ resistance នេះឆ្លងកាត់ resistance 2នេះមកចូលជើង B ដែរអញ្ចឹងឆ្លងកាត់មកវ៉ារយ៉ាបនេះមកចូលជើង B ដែរចូលជើង B ដែរអញ្ចឹងយើងបន្តមកទៀតមើលខ្សែភ្លើងហ្នឹងខ្សែភ្លើងបូកហ្នឹងឆ្លងកាត់ resistance នេះ resistance នេះ4គីឡូ7 4គីឡូ7ឆ្លងកាត់ resistance 4គីឡូ7ឃើញយកសញ្ញាមួយចុះម៉ាស់យកសញ្ញាមួយចុះម៉ាស់យកសញ្ញានេះ15 វ៉ុលអញ្ចឹងបានន័យថាកន្លែងហ្នឹង15 វ៉ុលណាកាលណាយកសញ្ញា15 វ៉ុលកន្លែងហ្នឹង15 វ៉ុលអញ្ចឹង15 វ៉ុលចេញមកទៀតមកឆ្លងកាត់ resistance នេះឆ្លងកាត់ resistance 10គីឡូនេះចូលមកជើងនៃ transistor 2គ្រាប់នេះអញ្ចឹង15 វ៉ុលឆ្លងកាត់10គីឡូនេះនៅសល់ភ្លើងបូក0 7 វ៉ុលបូក0 7 វ៉ុលអញ្ចឹងកន្លែងជើងនេះត្រូវមានភ្លើង0បូក7 វ៉ុលអាហ្នឹងចំណែកភ្លើងបូកហើយចំណែកភ្លើងដកនេះយើងឃើញភ្លើងដកនេះអញ្ចឹងភ្លើងដកនេះ24 វ៉ុលភ្លើងដកនេះ24 វ៉ុលនេះចូលទៅជើង C ចូលទៅជើង C ជើង C នៃ transistor 1943 A1943 អញ្ចឹងភ្លើងដកមកទៀតចូលទៅជើងនៃ transistor នេះឆ្លងកាត់ resistance
33 អូមចូលទៅជើងអឺណាចូលទៅជើងអឺអញ្ចឹងចំពោះtransistor NPN NPN ជើងអឺស៊ីភ្លើងដកជើងអឺនេះស៊ីភ្លើងដក NPN អញ្ចឹង transistor នេះ NPN អញ្ចឹង NPN នេះយើងដាក់ទីបនេះទីប41ទៅអានេះក៏ទីប41ទៅយើងដាក់ទីប41ទៅដើម្បីឲ្យបាន driver នេះរុញឲ្យខ្លាំងអញ្ចឹងនៅក្នុង driver នេះបានន័យថាភ្លើងរបស់វាដក0 វា7 V driver នេះបូក 0 7 V ដើម្បីឲ្យពីសង់នេះធ្វើការអញ្ចឹងដល់ driver នេះមានភ្លើងបូក 0.7 V ដក 0.7 V ទើប transistor ពីរសង់នេះចាប់ផ្ដើមធ្វើការអញ្ចឹងយើងមើលទៅទៀតឃើញភ្លើងដកនេះចូលទៅជើង C direct នៃ transistor feedback អញ្ចឹងភ្លើង 24 V នេះចូលទៅជើង C direct អញ្ចឹងបន្ទាប់មកទៀតយើងឃើញនេះរ៉េស្តង់នេះ1គីឡូកន្លះចូលទៅជើង C នេះនៃ transistor ពង្រីកជាន់ទី1នេះជា transistor ពង្រីកជាន់ទី1នេះជា pre driver អញ្ចឹងចំពោះ diagram នេះមានដូចបងបានប្រាប់អញ្ចឹង diagram ហ្នឹងវាអញ្ចឹងយើងឃើញភ្លើងចូលសពនៃជើង transistor អស់ហើយអញ្ចឹងយើងចាប់មើល signal គេហៅថា signal ហ្នឹងគឺការចាក់សំឡេងចូលហ្នឹងគេហៅថា signal ហ្នឹងជាប្រេកង់របស់សំឡេង signal ហ្នឹងជាប្រេកង់របស់សំឡេងអញ្ចឹងប្រេកង់របស់សំឡេងនេះ in ចូលនេះឆ្លងកាត់ capacitor នេះ1 micro នេះចូលមកជើង B ហ្នឹងជើង B នេះមាន resistance នេះចុះមក47 គីឡូអញ្ចឹងជើង B មាន resistance ចុះមកបានន័យថា filter ចុះមកហ្នឹងគឺ47 គីឡូអញ្ចឹងsignal ចូលតាមជើង B ចេញតាមជើង C នេះអញ្ចឹងពេលដែល signal ចេញតាមជើង C នេះមកជាន់ពង្រីកនៃ transistor ទី2ជាន់ពង្រីកនៃ transistor ទី2ហ្នឹង signal ចូលជើង B អញ្ចឹងវាពង្រីកតាមជើង C នេះមកចូលជើង B នៃ transistor ពីរសង់អញ្ចឹងចូលជើង B ចេញមកតាមជើង C មកពង្រីកតាម transistor ពីរសង់ឃើញទេមកពង្រីកតាម transistor ពីរសង់អញ្ចឹងsignal មួយផ្នែកទៀតឃើញទេ signal មួយផ្នែកទៀតវាឡើងទៅតាមនេះជើង E នេះចេញតាមជើង C នេះពង្រីកមកពីសងខាងបូកខាងជាន់ខាងបូកអញ្ចឹង signal វាធ្វើការអញ្ចឹងនេះជា signal ធ្វើការបាន signal ចាប់ផ្ដើមធ្វើការហ្នឹងវាចេញមកតាមជើង E នេះឆ្លងកាត់ resistance នេះហើយនេះចេញតាមជើង E នេះឆ្លងកាត់ resistance នេះមកបង្កើតជា signal ត្រង់នេះជា signal AC
ជា signal AC អញ្ចឹងវាបង្កើតជា signal AC បញ្ចេញសំឡេងទៅ speaker ទៅ overler យើងហ្នឹងទៅ speaker អញ្ចឹងនៅពេលដែលសំឡេងចាប់ផ្ដើមឮត្រូវមានសំឡេងត្រឡប់ក្រោយសំឡេងត្រឡប់ក្រោយនេះមួយឡើងទៅលើនេះមួយឡើងទៅលើតាមកងដង់នេះតាម capacitor នេះ100 microfarad ចូលមកឃើញទេចូលមកជើង B នេះវិញអញ្ចឹងសញ្ញាត្រឡប់ក្រោយឃើញវាឡើងទេមកជើង B នេះឆ្លងកាត់ resistance នេះឆ្លងកាត់ resistance នេះកាត់ resistance 2គីឡូ7ណា2គីឡូ7នេះចូលមកជើង B នេះវិញអញ្ចឹងគេហៅ signal ហ្នឹងគេហៅថា signal boost drop អញ្ចឹង signal ហ្នឹង signal ជំរុញឲ្យ ampli ម្ដងទៀតអញ្ចឹងមួយផ្នែកទៀតមកមួយផ្នែកទៀតត្រឡប់មកចូលមក resistance 47គីឡូ47គីឡូនេះចូលមកជើង B នៃ transistor feedback អញ្ចឹងចូលមកជើង B ត្រូវមានresistance 10គីឡូស៊េរីជាមួយ capacitor 47 micro នេះចុះមកម៉ាស់ហ្នឹងគេហៅ filter ដើម្បីឲ្យសំឡេងនឹងស្អាតច្រោះសំឡេងឲ្យសំឡេងនឹងស្អាតអញ្ចឹងសំឡេងចេញតាមជើងនេះចេញតាមជើងមកចូលជើងនេះរត់មកជុំមកត្រឡប់មកនេះមកចូលជើង B នៃ transistor ពង្រីកជាន់ទី2ធ្វើការម្ដងទៀតអញ្ចឹងការធ្វើការនឹងសារចុះសារឡើងរហូតតែមានខួបវាខួบบូកខួបដកខួบบូកខួបដកអញ្ចឹងទៅអញ្ចឹងរបៀបធ្វើការនៃampli របៀបធ្វើការនៃ ampli គឺវាធ្វើការរបៀបនេះអញ្ចឹងនេះ capacitor នេះ100 p នេះបានន័យថាpico farad 100 p ហ្នឹងបានន័យថា100 pico farad 100 pico farad នេះជា capacitor តូចស្ដើងកន្លែងហ្នឹងមកពី B ហើយមកជាប់ C ពី B មកជាប់ជើង C អញ្ចឹង capacitor នេះដាក់សម្រាប់ឲ្យលើកបាសអញ្ចឹងបើយើងដាក់ថា150លើកបាសកាន់តែធ្ងន់ដាក់200លើកបាសកាន់តែធ្ងន់អញ្ចឹងដាក់470លើកបាសកាន់តែធ្ងន់អញ្ចឹងគេអាចរៀបឲ្យវាលើកបាសសុទ្ធអញ្ចឹងដល់ដាក់នេះធំបើដាក់100សំឡេងហ្នឹងនាំមកសំឡេងនាំមកដាក់100នេះសំឡេងធម្មតាសំឡេងនាំមកហ្នឹងអញ្ចឹងគេហៅថាសំឡេងធម្មតាអញ្ចឹងត្រូវតែដាក់ capacitor នេះដើម្បីឲ្យសំឡេងស្អាតសំឡេងស្អាតដើម្បីឲ្យសំឡេងវាស្អាតអញ្ចឹងការធ្វើការហ្នឹងរបស់វាពេលដែលយើងមិនទាន់ចាក់ signal ចូលពេលដែលយើងមិនទាន់ចាក់ signal ចូលអញ្ចឹងនេះកន្លែងនេះកន្លែង filter ចុះមកនេះជាអ្នកបិទ signal ជាអ្នកបិទសញ្ញាកុំឲ្យ transistor នឹងធ្វើការពេលដែលអត់ចាក់សំឡេងចូលអញ្ចឹងវាបិទអត់ឲ្យឮអ៊ូអែអញ្ចឹងដោយសារ transistor នេះជា NPN អញ្ចឹង transistor នេះជើង B C ភ្លើងបូកជើង B C ភ្លើងបូកកាលណាជើង B C ភ្លើងបូកភ្លើងនេះភ្លើងដកទៅនេះភ្លើងដកទៅនេះឆ្លងកាត់ resistance 1គីឡូកន្លះនេះឆ្លងកាត់ resistance 1គីឡូកន្លះចូលមកជើង B នេះអញ្ចឹងពេលដែល
ភ្លើងដកចូលជើង B transistor នេះអត់ធ្វើការទេពេលហ្នឹង transistor នេះអត់ធ្វើការទេ transistor នេះអត់ធ្វើការលុះត្រាតែយើងចាក់ signal ពីនេះទៅចាក់ signal ពីនេះទៅចាក់សំឡេងចូលពីនេះទៅទើប transistor នេះចាប់ផ្ដើមធ្វើការពង្រីកសំឡេងអាហ្នឹងរបៀបធ្វើការរបស់ diagram amplifier របស់ diagram amplifier អញ្ចឹងសំឡេងដែលយើងគូចាក់ចូលកន្លែងនេះយើងគូចាក់ចូលសំឡេងដែលយើងគូចាក់ចូលកម្រិតណាដែលយើងគូចាក់ចូលសំឡេងនៅក្នុងកន្លែង in នេះធម្មតាគេត្រូវដាក់volume មួយទៀតគេហៅ volume master volume ចេញណា volume master ហ្នឹង volume ចេញទៅ pre-ampli នេះអញ្ចឹងត្រូវដាក់ volume master ក្នុងនេះអញ្ចឹងយើងគូចាក់សំឡេងចូលនឹងកម្រិតណាចំពោះតិចយើងដែលអាចស្ដាប់សំឡេងបានអញ្ចឹងភាសាបារាំងគេហៅថាប្រេកង់នឹងគិតជា hertz ភាសាបារាំងប្រេកង់គឺគិតជា hertz គិតជា 6 ឬក៏ kilo hertz គឺkilo 6អញ្ចឹងយើងចាក់ចំពោះសំឡេងដែលយើងអាចស្ដាប់បានហ្នឹងគឺគិតជា 6 គឺគិតជា hertz kilo hertz អញ្ចឹងតិចយើងដែលអាចស្ដាប់បានគឺ22 hertz ទៅ22 kilo hertz នឹងតិចយើងអាចស្ដាប់បាននឹងចំពោះបារាំងគាត់ប្រើជា hertz ជា 6 ចឹងទៅតែចំពោះអង់គ្លេសចំពោះអីទៅគាត់អាមេរិកគាត់ប្រើ decibel កម្រិតសំឡេង decibel គេហៅ dB អក្សរកាត់ decibel អក្សរកាត់គេហៅ dB អញ្ចឹងពេលដែលយើងចាក់សំឡេងឲ្យល្អយើងចាក់សំឡេងល្អអញ្ចឹងគួរតែចាក់ដក 5 dB ទៅដក 3 dB អញ្ចឹងសំឡេងដែលយើងត្រូវចាក់ចូលចាក់ប៉ុណ្ណឹងពីដក 5 ទៅដក 3 ឬក៏ 0 dB អញ្ចឹងសំឡេងហ្នឹងចាក់ទៅអត់បែកសំឡេងទេតែលើសពីហ្នឹងបែកសំឡេងហើយអញ្ចឹងចាក់ពីហ្នឹងលើសពីហ្នឹងគឺបែកសំឡេងអញ្ចឹងគេឲ្យកម្រិតដែលចាក់ចូលនោះពីដក 5 ដក 3 ឬក៏ 0 dB 0 dB ហ្នឹងរៀងខ្លាំងបន្តិចទេដក 5 ដក 3 ឬក៏0 dB អញ្ចឹងលើសពីហ្នឹងវាបែកសំឡេងវាទៅជាបែកទៅវាស្ដាប់វល់ស្ដាប់វាអត់ល្អអញ្ចឹងចំពោះយើងចាក់ទៅវាមានការកែសំឡេងអញ្ចឹងវាមានការកែសំឡេងមាន treble មាន bass មាន middle អញ្ចឹងក៏ចាក់ទៅtreble អីហ្នឹងក៏អត់ឲ្យលើសពីដក 5 dB ឬក៏ដក 3 dB ដែរអញ្ចឹងមិនមែនថាខ្លាំងមកពី treble ខ្លាំងមកពីសំឡេង bass ឬខ្លាំងមកពី middle ទេអញ្ចឹងសំឡេងដែលគេឲ្យនោះកម្រិតសំឡេងដែលគេឲ្យអញ្ចឹងមានបងអូនខ្លះយល់ថាឲ្យតែបើក trip ខ្លាំងទៅdriver ហ្នឹងវាខ្លាំងហើយមិនមែនទេបងអូន
គឺគេកំណត់សំឡេងឲ្យប្រមាណ dB ប្រមាណអីចឹងទៅចូលតាមvolume ហ្នឹងតាម audio volume ហ្នឹងអញ្ចឹងគេកំណត់តាមចឹងមិនមែនថាឲ្យតែ trap បើកទៅខ្លាំងតាមឯងដាក់ទៅបែកសំឡេងយើងស្ដាប់វល់មកចឹងបងគួរតែដឹងដែរការចែកម្លែកហ្នឹងគួរតែដឹងដែរហើយសំឡេងដែលចេញទៅ Upler ដែលយើងអាចស្ដាប់បានក្នុងធុងបាសហ្នឹងចាប់ពី50 dB ទៅ60 dB នឹងសំឡេងដែល dB ហ្នឹងសំឡេងហ្នឹងយើងអាចស្ដាប់បានព្រោះចឹងលើសពីហ្នឹងពី100ឡើងទៅដល់130 120ឬក៏ដែលដូចអាពួកថៃយកមកដាក់500 dB អីហ្នឹងវាបែកក្តាស់តិចយើងហើយហ្នឹងมันអាចប្រើបានទេចឹងចាប់សំឡេងដែលយើងអាចស្ដាប់បានចាក់ក្នុងបាសរងថ្ងៃហ្នឹងគឺពី50 dB ទៅ60 dB ចឹងយើងអាចស្ដាប់បានលើសតែពី100ឡើងទៅគឺនាំឲ្យក្តាស់តិចយើងខូចហើយចឹងក៏ជាការចែកម្លែកឲ្យបងប្អូនបានយល់ដែរការចែកម្លែកឲ្យបងប្អូនបានយល់ដែរមិនចេះតែចាក់មិនចេះតែថាយើងរៀបទៅហើយឲ្យ trip ឮខ្លាំងទៅហើយរុញទៅ driver ឲ្យខ្លាំងទៅមិនមែនទេបងអញ្ចឹងសំឡេងគេកំណត់ចូលដក5 dB ដក3 dB ឬក៏0 dB សំឡេងចូលហើយសំឡេងចេញនេះពី50ទៅ60 dB ហ្នឹងយើងអាចស្ដាប់បានលើពីហ្នឹងបានន័យថានាំឲ្យក្តាស់តិចយើងមានបញ្ហាអញ្ចឹងនេះជាការចែកម្លែកឲ្យបងប្អូនយល់ដឹងទេហើយថ្ងៃនេះមានតែប៉ុណ្្នឹងទេបងប្អូនហ្នឹងហើយមានតែប៉ុណ្្នឹងទេខុសត្រូវយ៉ាងណាសូមមេអ្នកចេះដឹងអធិស្ឋានហើយសូមឲ្យបងប្អូនជួយចុច Subscribe បងមួយផងដើម្បីបានវីដេអូថ្មីទៀតdiagram driver អំភ្លឺfire 200 វ៉ាត់ហើយមើលបងប្អូនចង់បានវ៉ាត់ធំជាងហ្នឹងបងប្អូនរៀបពីសង់នេះថែមមកហើយតម្លើងភ្លើងវ៉ុលនេះដុំភ្លើងឲ្យធំទៅពេលដែលបងប្អូនតម្លើងភ្លើងត្រូវរកដុំភ្លើងឲ្យធំហើយតម្លើងនេះ transistor នេះយើងចង់បាន500 វ៉ាត់អីចឹងទៅចង់បាន1000 វ៉ាត់ទេដាក់នេះtransistor ពីរសង់នេះឲ្យច្រើនគ្រាប់ទៅជាកន្លែងនេះយើងអាចដាក់ capacitor រេស្តង់10 អូមនេះ104មក capacitor 104មកចុះម៉ាស់មកកន្លែងហ្នឹង filter ឲ្យស្អាតច្រោះសំឡេងឲ្យស្អាតហ្នឹងអញ្ចឹងយើងថែមអានឹងតិចទៅមកដើម្បីច្រោះសំឡេងឲ្យស្អាត
ហ្នឹងចឹងថ្ងៃនេះមានតែប៉ុណ្្នឹងទេបងប្អូនមើលទៅដើម្បីឲ្យបានយល់មានតែប៉ុណ្្នឹងទេចឹងដូចបងប្រាប់ចឹងកន្លែងនេះត្រូវដកកន្លែងចូលនេះត្រូវដក 5dB ឬក៏ដក3ឬក៏ 0dB ហើយសំឡេងចេញនេះវាអាចចេញទៅ 60dB ទៅពី50ទៅ 60dB ដើម្បីតិចយើងនេះលើសពីហ្នឹងតិចយើងទ្រាំអត់បានទេលើសពី50ទៅ60ហ្នឹងចឹងឡើងដូច 120dB ឬក៏130អីក្តារតិចយើងទ្រាំលេងបានអាចទ្រាំលេងបានបាទសូមជម្រាបលាសូមអរគុណ